បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទនៅពេលនេះខ្ញុំបាទសូមជូនរឿងសម្រាប់ការអប់រំរឿងមានចំណងជើងថាខ្ញុំរៀងចាលហើយនិងសម្រាប់ពុកម៉ែបងប្អូនដែលមានកូនតូចៗនៅក្នុងការសិក្សាធ្វើសូត្រជាប្រចាំថ្ងៃសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាណាជាបានអាចអាននៅរឿងនិទានសម្រាប់បងប្អូនឲ្យបានជាប្រចាំនោះធ្វើឲ្យការគិតរបស់គាត់និងការយល់ដឹងរបស់គាត់កាន់តែមានការប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃនិងធ្វើឲ្យគាត់មានអារម្មណ៍ស្ងប់នៅក្នុងការរៀនឬក៏នៅក្នុងការធ្វើកិច្ចការអ្វីផ្សេងៗជាបន្តទៅទៀតនេះខ្ញុំនឹងលើករឿងមួយទាក់ទងជាមួយនឹងរឿងខ្ញុំរៀនចាស់ហើយសាលរៀននៅថ្នាក់ទី2នៅសាលាបឋមសិក្សាទួលគោកចឹងសាលគឺជាក្មេងម្នាក់ដែលគាត់តែងតែមានទម្លាប់ល្អនៅក្នុងការធ្វើកិច្ចការរបស់គាត់ក្រោយពេលញ៉ាំបាយល្ងាចរួចសាលតែងតែរៀបចំសម្ភារៈរៀនសូត្រនិងការធ្វើលំហាត់ផ្សេងៗនិងការអានមេរៀនដែលត្រូវរៀននៅថ្ងៃស្អែកព្រោះការងារទាំងអស់នេះគឺជាកិច្ចការប្រចាំថ្ងៃរបស់គាត់ដែលគាត់តែងតែធ្វើជាប្រចាំដោយមិនមានការប្រាប់ឬក៏ណែនាំពីម៉ាក់ប៉ាឡើយចឹងគាត់ជាមនុស្សដែលមានទំនួលខុសត្រូវនឹងការធ្វើកិច្ចការរបស់គាត់ដែលលោកគ្រូអ្នកគ្រូបានដាក់ពីសាលាយកមកឲ្យហើយធ្វើនៅផ្ទះជាប្រចាំថ្ងៃនៅពេលដែលកំពុងរៀនម្ដាយសាលបានចូលមកនិយាយដាស់តឿនសាលជាប្រចាំម្ដាយសាលគាត់ក៏បាននិយាយទៅសាលថាសាលមុនពេលកូនចូលគេងកូនកុំភ្លេចដោះសម្អាតមាត់ធ្មេញណាកូនហើយសាលក៏បានតបទៅម្ដាយរបស់គាត់វិញថាបាទម៉ាក់កូនបានដុសធ្មេញរួចហើយសាលតាមមើលម្ដាយរហូតដល់គាត់ចេញទៅបាត់ក្រោយមកសាលបានងាកមកមើលសៀវភៅបន្តទៀតនៅក្នុងពេលនោះសាលក៏បានក្រឡេកទៅឃើញស្ករគ្រាប់នៅលើតុហើយគាត់ក៏បានយកនៅស្ករគ្រាប់នោះមកបៀមរួចហើយក៏អង្គុយរៀនបន្តរហូតទាល់តែចប់លុះមើលសៀវភៅបានមួយសន្ទុះសាលក៏ងោកងុយងក់ងក់រួចក៏គេងនៅនឹងតុរៀនតែម្ដងហើយនេះគឺជាសកម្មភាពរបស់គាត់ដែលនៅពេលដែលសាលកំពុងតែអង្គុយរៀនហើយគាត់យកស្ករគ្រាប់នោះមកបៀមហើយគាត់ក៏បានគេងលងលក់នៅលើតុនោះតែម្ដងយប់ជ្រៅទៅហើយខណៈដែលគ្រួសារទាំងមូលកំពុងតែគេងលងលក់យ៉ាងស្កប់ស្កល់ហើយពេលនោះក៏ស្រាប់តែឮសំឡេងខ្លាំងហើយពេលនោះសាលក៏បានស្រែកខ្លាំងអូយអាយយជួយផង
chứ khăn nè chứ nè sắp ấy cho là chị nhung chui phong sang có bàn xoay chẳng khăn hơi vừa ao sắt ở trong chị đã chỗ lúc vừa ao từ chị bọc có chư chẳng khăn ní cứ chia sự cảm một hiệp rồi bỏ xa đã nơi không bận tục tại một ấy nơi bề đã miên sắt chỗ nơi không từ chị bỏ con hơi khăm hơi thưa ao xa miên ca chư chọc chậm chẳng khănมันตอมmột tiết nhẹ được nông tiaទាំងអស់ជាពិសេសគឺឪពុកម្ដាយសាបានស្លន់ស្លោរត់ទាំងសាងមើងមករកកូនឪពុកម្ដាយសាបាននិយាយទៅកាន់សាយ៉ាងម៉េចមានអីកូនទាំងអស់គ្នាមកដល់ឃើញសាកំពុងក្រាបនៅនឹងតុត្រង់ជើងស្រែកត្រហោយំយកដៃក្តោបទៅជាហៀទឹកមាត់ក៏ខ្លាក់ហើយធ្លាក់ស្ករគ្រាប់មួយគ្រាប់ចេញពីក្នុងមាត់ផងដែរនេះគឺចង់បង្ហាញអំពីសកម្មភាពដែលសាកំពុងតែឈឺទៅជាហើយក៏បានខ្ជាក់ស្ករគ្រាប់ចេញពីក្នុងមាត់របស់គាត់ហើយក៏មានការចូលរួមជួយពីអ្នកនៅក្នុងផ្ទះមានម៉ាក់ប៉ារបស់គាត់ហើយនិងលោកយាយលោកតារបស់គាត់ដែលកំពុងតែលំលក់នៅក្នុងដំណេកហើយក៏បានកោបរត់ស្ទុះស្ទាយ៉ាងលឿនមកជួយសារនៅពេលដែលគាត់ស្រែកខ្លាំងដោយសារតែមានសត្វតូចល្អិតចូលទៅក្នុងទឹកគាត់ហើយខំនៅក្នុងទឹកគាត់ធ្វើឲ្យគាត់មានការឈឺចុកចាប់យ៉ាងខ្លាំងឪពុកម្ដាយសាលនិងចាស់បាននាំគ្នាជួយយកសត្វស្រមោចចេញពីក្នុងត្រចៀកសាលហើយសាលក៏បានអរគុណនៅម៉ាក់ប៉ានិងលោកយាយលោកតាដែលបានជួយសាលហើយម្ដាយសាលក៏បានរំលឹកទៅសាលថាម៉ាក់បានរំលឹកកូនហើយគឺមិនត្រូវញ៉ាំអីក្រោយពេលដុសធ្មេញរៀបចូលគេងទេស្រមោចចូលត្រចៀកនេះក៏ព្រោះតែកូនមិនស្ដាប់ម៉ាក់បើកូនញ៉ាំស្ករនៅពេលគេងបែបនេះធ្មេញរបស់កូនប្រឈមនឹងការពុកជាមិនខាននេះគឺជាការណែនាំអប់រំរបស់ម្ដាយសាលដែលបានណែនាំទៅសាលឲ្យគាត់ឈប់ញ៉ាំនៅស្ករគ្រាប់ហើយប្រសិនបើជានៅតែញ៉ាំបន្តឲ្យគាត់ញ៉ាំរួចហើយនឹងធ្វើការដុសធ្មេញហើយនឹងចូលគេងតែម្ដងលោកយាយលោកតារបស់សាលក៏បានអង្គុយហើយណែនាំពន្យល់សាលដោយទឹកមុខញញឹមហើយសាលក៏បានអរគុណលោកយាយលោកតារបស់គាត់ដែលបានអប់រំទូមានណែនាំគាត់ក្រោយពីមានសត្វចូលនៅក្នុងទឹកចិត្តរបស់គាត់ក្រោយមកទៀតសាលក៏បាននិយាយទៅម៉ាក់និងប៉ារបស់គាត់ថាកូនសុំទោសម៉ាក់ប៉ាកូននឹងចាំទុកគឺមុនពេលចូលគេងត្រូវតែសម្អាតមាត់ធ្មេញហើយក្រោយពេលសម្អាតមាត់ធ្មេញរួចកូនមិនញ៉ាំអីទៀតទេកូនទាញចាលហើយនេះគឺជាសម្ដីរបស់សាលដែលបាននិយាយទៅកាន់ប៉ាម៉ាក់របស់គាត់ទាំងទឹកមុខញញឹមហើយម្ដាយឪពុករបស់
សាលក៏បានញញឹមនឹងអោបសាលអង្អាក្បាលដោយក្តីស្រឡាញ់ពេញចិត្តជាទីបំផុតនៅក្នុងន័យនេះចង់អប់រំឲ្យបងប្អូនទាំងអស់គ្នាត្រូវតែមានអនាម័យល្អដើម្បីធ្វើឲ្យសុខភាពមានភាពស្រស់ថ្លា